ស៊ីវ៉ាឡូ ហ្គាណាថាន វិដយា គឺជាក្មេងស្រីសិស្សសាលាអាយុ18ឆ្នាំជនជាតិតាមីលស្រីលង្កាដែលត្រូវបានចាប់ជំរិតដោយក្រុមបុរសជាច្រើននាក់យកទៅបំពានផ្លូវភេទសម្លាប់និងទុកសាកសពចោលក្នុងរូបភាពដ៏ឃោរឃៅជាទីបំផុតដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងខែឧសភាឆ្នាំ2015នៅកោះពុនហ្គូឌូទីវូដែលស្ថិតនៅភាគខាងជើងប្រទេសស្រីលង្កាហើយហេតុការណ៍នេះបានបង្កជាប្រតិកម្មខឹងសម្បារជាខ្លាំងពីប្រជាជនស្រីលង្កាដោយសារតែការធ្វើការរបស់មន្ត្រីពុករលួយមួយចំនួននៅក្នុងឆ្នាំ1990អំឡុងពេលដែលប្រទេសស្រីលង្កាស្ថិតនៅក្នុងសង្គ្រាមស៊ីវិលឪពុកម្ដាយរបស់វិទ្យាដែលជាអ្នកស្រុករស់នៅលើកោះពុនហ្គូឌូទីវូដែលស្ថិតនៅភាគខាងជើងប្រទេសស្រីលង្កាពួកគាត់បានជម្លៀសខ្លួនចាក់ចេញពីស្រុកកំណើតនិងផ្លាស់ទៅរស់នៅម៉ាឡាវីក្នុងតំបន់វ៉ានីវិញហើយទីនោះហើយដែលគាត់បានបង្កើតបានកូនប្រុសស្រីចំនួន3នាក់ដែលក្នុងនោះគឺវិទ្យាគឺជាកូនពៅគេដែលនាងបានកើតនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ1996វិទ្យាបានចូលរៀននៅទីនោះរហូតដល់ថ្នាក់ទី6នាងក៏ត្រូវបានបញ្ជូនឲ្យទៅរស់នៅជាមួយសាច់ញាតិនៅក្នុងទីក្រុងខលឹមបូវិញដោយសារតែនាងមានបញ្ហាភ្នែកហើយត្រូវព្យាបាលភ្នែកនៅទីនោះហើយនាងក៏បានបន្តការសិក្សានៅទីនោះនៅក្នុងឆ្នាំ2010បន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិលគ្រួសាររបស់វិទ្យារួមទាំងវិទ្យាផ្ទាល់ក៏ត្រឡប់ទៅរស់នៅជុំគ្នាវិញនៅផ្ទះនៅស្រុកកំណើតរបស់ពួកគេដែលនៅលើកោះពុនហ្គូឌូទីវូនៅទីនោះពួកគេបានប្រកបរបរចិញ្ចឹមជីវិតដោយចិញ្ចឹមសត្វមួយចំនួនដូចជាពពែគោមាន់ជាដើមដើម្បីយកពងនិងទឹកដោះហើយផ្ទះរបស់ពួកគេក៏មានចិញ្ចឹមឆ្កែមួយចំនួនផងដែរវិទ្យាត្រូវបានម្ដាយរបស់នាងនិយាយថានាងគឺជាក្មេងស្រីដែលស្រឡាញ់និងមានក្តីមេត្តាចំពោះសត្វជាខ្លាំងនាងបានចាត់ទុកសត្វចិញ្ចឹមទាំងនោះដូចជាមិត្តឬក៏សមាជិកគ្រួសាររបស់នាងបានដាក់ឈ្មោះឲ្យពួកវាសូម្បីតែសត្វមាន់ក៏ដោយនាងតែងតែនិយាយលេងជាមួយពួកវាតែងតែចែករំលែកអាហារជាមួយពួកវាហើយតែងតែអោបសត្វដែលជាសំណប់ចិត្តរបស់នាងមុនពេលដែលនាងទៅសាលារៀននិងត្រឡប់មកពីសាលារៀនវិញសត្វទាំងនោះក៏ហាក់បីដូចជាមានមនោសញ្ចេតនាជាមួយនឹងវិទ្យាដូចគ្នាពួកវាតែងតែរត់មកទទួលនាងរាល់ពេលដែលនាងត្រឡប់មកពីសាលារៀនវិញហើយមានពេលមួយដែលម្ដាយរបស់នាងបាននិយាយថាគាត់នឹងលក់សត្វពពែចេញដោយសារតែគាត់មិនមានលទ្ធភាពក្នុងការចិញ្ចឹមវាតទៅទៀតដែលពេលនោះវិទ្យានាងបានយំនិងព្យាយាមបង្វល់ម្ដាយនាងថាសុំកុំលក់វាអីវាដូចជាសមាជិកគ្រួសាររបស់ពួកយើងអញ្ចឹងពួកយើងអាចកាត់របបអាហាររបស់ពួកយើងហើយចែករំលែកជាមួយពួកវាភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងសត្វបែបនេះពេលខ្លះបានធ្វើឲ្យម្ដាយរបស់វិទ្យាខឹងនិងស្ដីបន្ទោសទៅលើនាងប៉ុន្តែក្រោយមកវាបានคล้ายទៅជាការចងចាំដ៏ឈឺចាប់សម្រាប់គាត់អំពីក្មេងស្រីដ៏ស្មោះត្រង់បរិសុទ្ធម្នាក់នេះវិទ្យាមិនត្រឹមតែមានចិត្តមេត្តានិងល្អចំពោះសត្វប៉ុណ្ណោះទេនាងក៏តែងតែធ្វើល្អជាមួយនឹងមនុស្សគ្រប់គ្នាផងដែរនាងចូលចិត្តជួយអ្នកដទៃហើយកម្រនឹងបដិសេធរាល់ពេលដែលនរណាម្នាក់ស្នើសុំជំនួយពីនាងណាស់នៅសាលារៀននាងក៏ជាសិស្សដ៏ល្អនិងឆ្លាតម្នាក់ផងដែរនាងតែងតែទទួលបានលទ្ធផលការសិក្សាល្អជានិច្ចតាំងពីតូចមកហើយនាងមានបំណងចង់ក្លាយទៅជាគ្រូបង្រៀនឬក៏អ្នកសារព័ត៌មាននៅពេលអនាគតនៅអំឡុងពេលកើតហេតុនៅក្នុងឆ្នាំ2015នោះវិទ្យានាងកំពុងតែសិក្សាឆ្នាំចុងក្រោយនៃថ្នាក់វិទ្យាល័យរបស់នាងដែលមានន័យថានាងកំពុងតែត្រៀមចូលថ្នាក់មហាវិទ្យាល័យហើយនាងក៏មានគម្រោងចង់ទៅសិក្សាផ្នែកសារព័ត៌មានដែលនាងស្រឡាញ់នៅប្រទេសឥណ្ឌាផងដែរប៉ុន្តែវាគួរឲ្យសោកស្ដាយដែលក្តីសម័យមួយនេះនាងមិនអាចបំពេញវាបានឡើយវាគឺនៅព្រឹកព្រលឹមថ្ងៃទី13ខែឧសភាឆ្នាំ2015ដែលវិទ្យានាងត្រូវចេញទៅសាលារៀនដូចជារាល់ដងដែលសាលារៀនរបស់នាងមានចម្ងាយពីផ្ទះប្រហែលជា2គីឡូម៉ែត្រហើយរាល់ដងនាងតែងតែធ្វើដំណើរទៅដោយជិះកង់ជុំគ្នាជាមួយមិត្តភ័ក្តិស្រីៗ2នាក់ទៀតដែលរស់នៅក្បែរផ្ទះនាងដើម្បីបានជិះគ្នាពីព្រោះថាផ្លូវធ្វើដំណើរទៅក៏វារាងស្ងាត់ផងដែរវាត្រូវឆ្លងកាត់នៅដីវាលនិងតំបន់ព្រៃដែលមានដើមឈើសងខាងផ្លូវប៉ុន្តែចៃដន្យនៅថ្ងៃនោះមិត្តភ័ក្តិទាំងពីរនាក់របស់វិទ្យាពួកគេឈឺហើយពួកគេមិនអាចទៅសាលារៀនជាមួយនឹងនាងបានឡើយហើយបងប្រុសរបស់នាងដែលគួរតែអាចជូននាងទៅសាលារៀនបានពេលនោះក៏គេមិននៅផ្ទះទៀតវិទ្យាមិនមានជំរើសអីក្រៅពីជិះកង់ទៅសាលារៀនតែម្នាក់ឯងត្បិតតែថាផ្លូវនោះរាងស្ងាត់ពិតមែនប៉ុន្តែពេលខ្លះក៏មានអ្នកធ្វើដំណើរមួយផងដែរឬក៏មានសិស្សផ្សេងទៀតដែលជិះទៅតាមផ្លូវនោះដូចគ្នាហើយណាមួយផ្លូវនោះគឺជាផ្លូវដែលនាងតែងតែជិះជារៀងរាល់ថ្ងៃឡើងស៊ាំទៅហើយទើបធ្វើឲ្យនាងនិងម្ដាយមិនសូវជាគិតព្រួយបារម្ភអីច្រើនវិទ្យាបានជិះកង់ចាក់ចេញពីផ្ទះនៅម៉ោង 7:25 នាទីព្រឹក
សាលារៀនត្រូវបញ្ចប់នៅម៉ោង 2 រសៀលហើយជាទូទៅគឺវិទ្យានាងត្រឡប់មកដល់ផ្ទះយ៉ាងយូរបំផុតនៅម៉ោង 3 រសៀលប៉ុន្តែនៅក្នុងថ្ងៃនោះវិទ្យានាងមិនបានត្រឡប់មកកាន់ផ្ទះវិញឡើយដោយសារតែឃើញថាវិទ្យានាងក្រត្រឡប់មកដល់ផ្ទះខុសពីរាល់ដងម្ដាយនិងបងប្រុសរបស់នាងចាប់ផ្ដើមនឹកឆ្ងល់នៅក្នុងចិត្តនិងបានធ្វើដំណើរទៅកាន់សាលារៀនដើម្បីទៅតាមរកនាងប៉ុន្តែនៅពេលដែលពួកគាត់ទៅដល់ពួកគាត់ត្រូវបានអ្នកនៅទីនោះប្រាប់មកពួកគាត់វិញថានៅថ្ងៃនេះវិទ្យានាងអត់បានមកសាលារៀនឡើយដែលចម្លើយមួយនេះបានធ្វើឲ្យម្ដាយនិងបងប្រុសរបស់វិទ្យាមានការភ័យព្រួយបារម្ភជាខ្លាំងពីព្រោះថាវិទ្យានាងមិនមែនជាប្រភេទក្មេងស្រីដែលអាចគេចសាលារៀនឡើយលុះត្រាតែមានហេតុការណ៍អីមួយកើតឡើងទៅលើនាងពួកគេបានព្យាយាមតាមស្វែងរកនាងនៅជិតៗនោះនិងតាមផ្លូវដែលនាងធ្វើដំណើរមកកាន់សាលារៀនហើយក៏បានសាកសួរទៅកាន់មនុស្សជាច្រើនអ្នកផងដែរប៉ុន្តែមិនទទួលបានលទ្ធផលអីទីបំផុតនៅម៉ោង 6 ល្ងាចនៅក្នុងថ្ងៃនោះពួកគេក៏បានសម្រេចចិត្តប្តឹងប៉ូលីសតែម្ដងពីដំបូងពួកគេបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលីសខូកាត់ទូវ៉ាន់ដែលស្ថិតនៅក្បែរនោះបំផុតប៉ុន្តែប៉ូលីសនៅទីនោះបែរជាមិនទទួលបណ្ដឹងរបស់ពួកគេហើយបានណែនាំឲ្យពួកគេទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលីស Cates វិញដែលមានចម្ងាយប្រហែលជា30 គីឡូម៉ែត្រពីទីនោះពួកគេបានធ្វើដំណើរទៅទីនោះប៉ុន្តែប៉ូលីសនៅទីនោះពិបាកនិយាយតាក់ទងគ្នាជាខ្លាំងដោយសារតែពួកគេប្រើប្រាស់ភាសាស៊ីនហាឡាពួកគេចំណាយពេលយូរនៅទីនោះតែទីបំផុតប៉ូលីសនៅទីនោះក៏ទទួលបណ្ដឹងរបស់ពួកគេប៉ុន្តែខាងប៉ូលីសមិនបានបញ្ចេញសកម្មភាពអ្វីឬក៏ចេញទៅស្វែងរកវិទ្យាទាំងយប់នោះឡើយដោយខាងប៉ូលីសគ្រាន់តែទទួលរបាយការណ៍និងនិយាយក្នុងន័យលួងលោមមកកាន់ពួកគេថាសូមកុំបារម្ភពេកអីប្រហែលជាគ្មានរឿងអាក្រក់អីកើតឡើងទេជួនកាលទៅក្មេងៗអាចនឹងទៅលួចជួបគូស្នេហ៍របស់ពួកគេខាងប៉ូលីសក៏បានប្រាប់ឲ្យម្ដាយនិងបងប្រុសរបស់វិទ្យាត្រឡប់ទៅផ្ទះសិនហើយរងចាំមើលនៅថ្ងៃស្អែកគ្រួសាររបស់វិទ្យាពួកគាត់បានដឹងក្នុងចិត្តយ៉ាងច្បាស់ថាវិទ្យាមិនមែនជាប្រភេទមនុស្សបែបនោះឡើយប៉ុន្តែនៅក្នុងកលៈទេសៈនេះពួកគាត់មានតែបែបបន់សុំឲ្យអ្វីដែលប៉ូលីសនិយាយនេះคล้ายទៅជាការពិតព្រោះវាគ្រាន់នឹងផ្ដល់ក្តីសង្ឃឹមតែឲ្យពួកគេខ្លះពួកគេបានត្រឡប់មកដល់ផ្ទះវិញនៅម៉ោងលើសពាក់កណ្ដាលអាធ្រាត្រទៅហើយនៅក្នុងយប់នោះក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរដូច្នេះហើយពួកគេសម្រាកនៅផ្ទះសិនរហូតដល់ព្រលឹមស្រាងៗពួកគេក៏ចាប់ផ្ដើមចេញទៅស្វែងរកវិទ្យាបន្តទៀតពួកគេបានដើរស្វែងរកនាងតាមបរិវេណតាមដងផ្លូវដែលនាងធ្វើដំណើរនៅពេលនោះគឺមានតែម្ដាយនិងបងប្រុសរបស់វិទ្យាប៉ុណ្ណោះដែលអាចចេញទៅស្វែងរកវិទ្យាបានដោយសារតែឪពុករបស់នាងកំពុងតែមានជំងឺស្ទះសរសៃឈាមខួរក្បាលគាត់កំពុងតែសម្រាកព្យាបាលរីឯបងស្រីច្បងរបស់នាងកំពុងតែសិក្សានៅសាកលវិទ្យាល័យដែលនៅឆ្ងាយតែពេលនោះសត្វឆ្កែដែលគ្រួសារពួកគេចិញ្ចឹមក៏បានរត់មកតាមពួកគេផងដែរហើយក៏មានអ្នកជិតខាង2នាក់ដែលពួកគេបានស្ម័គ្រចិត្តជួយតាមស្វែងរកវិទ្យាផងដែរពួកគេបានបំបែកគ្នាតាមរកហើយវាគឺជាសត្វឆ្កែមួយក្បាលរបស់ពួកគេដែលបានទៅស្វែងរកឃើញនិងពាំយកនៅស្បែកជើងមួយចំហៀងរបស់វិទ្យាចេញមកបងប្រុសរបស់វិទ្យាជាអ្នកប្រទះឃើញសត្វឆ្កែពាំស្បែកជើងនោះមកហើយគាត់មានការភាំងស្មារតីជាខ្លាំងនៅពេលដែលបានឃើញស្បែកជើងមួយចំហៀងរបស់ប្អូនស្រីគាត់បានព្យាយាមដើរតាមសត្វឆ្កែនោះហើយសត្វឆ្កែវាក៏បាននាំគាត់ទៅដល់អគារដែលគេបោះបង់ចោលមួយដែលអគារនោះមានចម្ងាយប្រហែលជា 1.5 គីឡូម៉ែត្រពីផ្ទះរបស់ពួកគេគាត់បានដើរមើលបរិវេណជុំវិញអគារនោះហើយទីបំផុតគាត់ក៏បានរកឃើញរាងកាយរបស់វិទ្យានៅខាងក្រោយអគារនោះដែលសភាពរូបរាងរបស់នាងបានធ្វើឲ្យគាត់មានការតក់ស្លុតចិត្តជាខ្លាំងគាត់បានដួលចុះនិងបានស្រែកហៅម្ដាយរបស់គាត់ម្ដាយរបស់វិទ្យាបានបញ្ញាបញ្ញារត់ទៅទាំងដែលជើងគាត់មុតរយៈដោយសារតែបន្លាគុំព្រៃហើយគាត់ក៏ត្រូវតក់ស្លុតចិត្តពីចម្ងាយនៅពេលដែលគាត់មើលឃើញកូនប្រុសរបស់គាត់ដែលដួលនៅលើដីហើយនៅក្បែរនោះគឺគាត់ដឹងថាវាមានឯកសណ្ឋានសិស្សសាលាពណ៌សដែលត្រូវបានគេបោះចោលនៅលើដីហើយវាបានធ្វើឲ្យអារម្មណ៍របស់គាត់តក់ស្លុតខ្លាំងនិងលែងហ៊ានបន្តសម្លឹងទៅមុខទៀតសភាពរាងកាយរបស់វិទ្យាដែលបងប្រុសរបស់នាងបានប្រទះឃើញនៅពេលនោះគឺនាងលែងមានជីវិតទៅហើយរាងកាយរបស់នាងត្រូវបានគេញ៉ាក្រាតនៅលើគំនរស្លឹកឈើមានតែកណាត់តិចតួចប៉ុណ្ណោះដែលគ្របនៅលើរាងកាយរបស់នាងមាត់របស់នាងត្រូវបានញាត់ដោយកណាត់ដៃទាំងពីររបស់នាងត្រូវបានចងដោយខ្សែក្បាច់កអាវរបស់នាងដាក់ទៅខាងលើចំណែកឯជើងរបស់នាងត្រូវបានញែកចេញពីគ្នាស្ទើរតែ180ដឺក្រេនិងបានចងភ្ជាប់ទៅដើមឈើម្ខាង
នៅលើមុខនិងរាងកាយរបស់នាងមានរបួសហើមជួមដាច់រលាត់និងនៅលើផ្នែកក្បាលរបស់នាងរងរបួសដោយការវាយដំដោយវត្ថុរឹងកង់និងកតាបរៀនរបស់នាងក៏ត្រូវបានរកឃើញនៅក្បែរនោះផងដែរបន្ទាប់ពីសម្រួលអារម្មណ៍ខ្លះហើយបងប្រុសរបស់វិទ្យាគាត់ក៏បានខលរាយការណ៍ទៅប៉ូលីសភ្លាមៗនៅម៉ោងប្រហែលជា7ជាងប៉ុន្តែខាងប៉ូលីសមិនបានមកដល់កន្លែងកើតហេតុភ្លាមៗឡើយពួកគេបានរងចាំជាយូរបងប្រុសរបស់វិទ្យាគាត់ក៏ព្យាយាមខលទៅលេខ119បន្ថែមទៅទៀតដែលគឺជាលេខស្វែងរកជំនួយបន្ទាន់រហូតដល់ម៉ោងប្រហែលជា10ជាងនៅព្រឹកនោះទើបខាងប៉ូលីសបានមកដល់កន្លែងកើតហេតុតាមលទ្ធផលនៃកសោបវិច័យវិទ្យានាងត្រូវរងនៅការរំលោភបំពានផ្លូវភេទហើយនាងត្រូវបានបាត់បង់ជីវិតដោយសារតែការថប់ដង្ហើមដោយសារតែការច្បាច់កនិងដោយសារតែរបួសក្បាលដោយសារតែការវាយពីវត្ថុរឹងมันមានព័ត៌មានបញ្ជាក់ឡើយថាកន្លែងដែលគេរកឃើញសាកសពរបស់នាងគឺជាកន្លែងកើតហេតុដែលឃាតករបានរំលោភនិងសម្លាប់នាងប៉ុន្តែបងប្រុសរបស់វិទ្យាគាត់ជឿថាកន្លែងដែលរកឃើញសាកសពនេះមិនមែនជាកន្លែងកើតហេតុឡើយពីព្រោះថាកាលពីល្ងាចម្សិលមិញនៅពេលដែលគាត់ចេញមកស្វែងរកវិទ្យានៅម្ដុំផ្លូវនេះឆ្កែរបស់គាត់ក៏បានរត់មកតាមដូចគ្នាប៉ុន្តែពួកវាមិនបានចាប់អារម្មណ៍ធំក្លិននៅទីតាំងនេះឡើយដូច្នេះគាត់ជឿថាវិទ្យានាងត្រូវបានគេចាប់ចម្រិតយកទៅនិងធ្វើសកម្មភាពរំលោភនិងសម្លាប់នៅទីតាំងណាមួយផ្សេងរួចហើយទើបឃាតករយកសាកសពរបស់នាងមកដាក់ចោលនៅទីនេះនៅកណ្ដាលត្រៀតការរកឃើញសាកសពរបស់វិទ្យានៅក្នុងរូបភាពបែបនេះបានធ្វើឲ្យប្រជាជនមានការអាណិតអាសូរទៅលើនាងជាខ្លាំងដែលនាងគឺជាសិស្សស្លាដ៏បរិសុទ្ធម្នាក់ត្រូវបានឃាតកររំលោភសម្លាប់និងបោះចោលសាកសពក្នុងរូបភាពដ៏ឃោរឃៅជាទីបំផុតហើយនេះមិនមែនជាលើកទី1ឡើយដែលករណីបែបនេះបានកើតឡើងនៅក្នុងតំបន់ពីមុនមកក៏ធ្លាប់មានករណីនៃការរំលោភនិងរំលោភសម្លាប់ជាច្រើនករណីបានកើតឡើងរួចមកហើយទៅលើកុមារនិងស្ត្រីប៉ុន្តែរដ្ឋាភិបាលមុនមិនបានយកចិត្តទុកដាក់ឡើយការកាត់ទោសទៅលើជនល្មើសតែងតែមានលក្ខណៈធូរស្រាលនិងអយុត្តិធម៌ជានិច្ចហើយដូច្នេះហើយទើបធ្វើឲ្យពួកជនល្មើសបានចិត្តនិងកាន់តែប្រព្រឹត្តករណីបែបនេះកាន់តែច្រើនឡើងនិងឃោរឃៅឡើងក្រមប្រជាជនមានការព្រួយបារម្ភថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មីនេះភាពអយុត្តិធម៌នឹងនៅតែកើតមានឡើងទៅលើវិទ្យានិងទៅលើជនរងគ្រោះបន្តបន្ទាប់ផ្សេងទៀតមើលតែការធ្វើការរបស់ប៉ូលីសក៏វាបានបង្ហាញស្រាប់ហើយនៅពេលដែលក្រុមគ្រួសាររបស់វិទ្យាបានទៅដាក់ពាក្យបណ្ដឹងពីការបាត់ខ្លួនរបស់នាងខាងប៉ូលីសមិនបានយកចិត្តទុកដាក់ទៅលើរឿងនេះឡើយដោយសារតែបែបនេះហើយទើបនៅក្នុងថ្ងៃដដែលបន្ទាប់ពីរកឃើញសាកសពរបស់វិទ្យាមានក្រុមប្រជាជននិងសិស្សសាលាបានចេញមកឈរតាមផ្លូវធ្វើបាតកម្មទាមទារស្វែងរកយុត្តិធម៌សម្រាប់វិទ្យាក៏ដូចជាទាមទារឲ្យបញ្ឈប់នៅករណីបែបនេះកុំឲ្យកើតមានឡើងតទៅទៀតពីដំបូងឡើយបាតកម្មត្រូវបានធ្វើឡើងតែក្នុងតំបន់តែប៉ុណ្ណោះប៉ុន្តែជាបន្តបន្ទាប់វាក៏បានរីករាលដាលទៅដល់តំបន់ផ្សេងទៀតនៅក្នុងប្រទេសស្រីលង្កាហើយក៏បានបន្តទៅជាច្រើនថ្ងៃផងដែរនេះក៏បានជំរុញឲ្យខាងប៉ូលីសព្យាយាមដោះស្រាយរឿងក្តីនេះផងដែរហើយតាមរយៈការផ្ដល់ចម្លើយពីសាក្សីមួយចំនួនប៉ូលីសក៏អាចស្វែងរកឃើញជនសង្ស័យដោយនៅថ្ងៃទី15ខែឧសភាគឺមួយថ្ងៃបន្ទាប់ពីសាកសពរបស់វិទ្យាត្រូវបានរកឃើញវាក៏ត្រូវជាថ្ងៃនៃពិធីបុណ្យសពរបស់នាងផងដែរខាងប៉ូលីសក៏បានចាប់ខ្លួនបាននៅជនសង្ស័យជាបុរសចំនួន3នាក់ដែលពួកគេគឺជាបងប្អូននឹងគ្នាដែលមានអាយុពី30ឆ្នាំជាងរហូតដល់40ឆ្នាំជាងដែលផ្ទះរបស់ពួកគេនៅមិនឆ្ងាយប៉ុន្មានឡើយពីកន្លែងដែលគេរកឃើញសាកសពរបស់វិទ្យាតាមសារព័ត៌មានដែលបានចុះផ្សាយនៅពេលនោះគឺគេបានលើកឡើងថាបងប្អូនទាំង3នាក់ធ្លាប់មានជម្លោះជាមួយនឹងគ្រួសាររបស់វិទ្យាដូច្នេះករណីឃាតកម្មនេះគឺកើតឡើងដោយសារតែគំនុំប៉ុន្តែគ្រួសាររបស់វិទ្យាបានបដិសេធព័ត៌មាននេះដោយលើកឡើងថាគ្រួសាររបស់ពួកគេមិនដែលមានជម្លោះជាមួយអ្នកណាឡើយនោះគឺគ្រាន់តែជាលេសប៉ុណ្ណោះនៅពីថ្ងៃក្រោយគឺនៅថ្ងៃទី17ឧសភាប៉ូលីសក៏បានចាប់ខ្លួនបាននៅជនសង្ស័យជាបុរស5នាក់បន្ថែមទៀតដែលពួកគេគឺជាអ្នករស់នៅក្នុងទីក្រុងខូឡុំបូប៉ូលីសបានរកឃើញថាពួកគេបានមកកាន់កោះពុនហ្គូឌូទីវូនៅថ្ងៃទី13ខែឧសភាដែលត្រូវជាថ្ងៃកើតហេតុរួចហើយពួកគេក៏បានត្រឡប់ទៅកាន់ទីក្រុងខូឡុំបូវិញប៉ុន្តែនៅថ្ងៃទី15ខែឧសភាពួកគេក៏បានត្រឡប់មកកាន់កោះពុនហ្គូឌូទីវូវិញគឺដើម្បីមកចូលរួមពិធីបុណ្យសពរបស់វិទ្យាថែមទៀត
ពួកគេគម្រោងនឹងត្រឡប់ទៅកាន់ទីក្រុងខូឡុំបូវិញប៉ុន្តែក៏ត្រូវបានប៉ូលីសចាប់ខ្លួនបាននៅក្នុងថ្ងៃទី17ខែឧសភានោះតាមចម្លើយសារភាពពីជនសង្ស័យមួយចំនួនក៏បាននាំឲ្យប្រជាជនបានដឹងថានៅមានជនសង្ស័យម្នាក់ទៀតដែលគឺជាជនសង្ស័យចម្បងនៅក្នុងរឿងក្តីនេះដែលគេមានឈ្មោះថាម៉ាហាលីហ្គាមសាស៊ីគូម៉ាឬអ្នកស្រុកតែងតែហៅគេថាស្វីសគូម៉ាដែលបរិសម្នាក់នេះគាត់មានទំនាក់ទំនងនឹងឧស្សាហ៍ចិញ្ចោប្រទេសស្វីសហើយក៏មានទំនាក់ទំនងជាមួយនឹងប៉ូលីសមួយចំនួនផងដែរក្រុមប្រជាជនបានដឹងមកថាហេតុការណ៍នៃការរំលោភនិងសម្លាប់ទៅលើវិទ្យាវាកើតឡើងដោយសារតែការជួលពីបរិសដែលមានឈ្មោះថាស្វីសគូម៉ានេះហើយគេថែមទាំងបញ្ជាឲ្យជនសង្ស័យផ្សេងទៀតថតវីដេអូនៃការរំលោភបំពានទៅលើវិទ្យាថែមទៀតដើម្បីយកវីដេអូនោះទៅលក់នៅឯបរទេសក្រុមប្រជាជនបានដឹងរឿងនេះនិងបានចាប់ខ្លួនបរិសដែលមានឈ្មោះថាស្វីសគូម៉ានោះមុនពេលដែលប៉ូលីសចាត់ការទៅទៀតពួកគេបានវាយដំបរិសម្នាក់នោះនិងបានចងគាត់ទៅនឹងបង្គោលភ្លើងប៉ុន្តែពេលនោះស្រាប់តែមានអន្តរាគមន៍ពីខាងរដ្ឋមន្ត្រីម្នាក់ដែលបានបញ្ជាឲ្យប្រជាជនដោះលែងបរិសម្នាក់នោះនិងបកគោលខ្លួនគេទៅឲ្យខាងប៉ូលីសជាអ្នកចាត់ការវិញនៅថ្ងៃទី17ខែឧសភានោះប៉ូលីសបានបញ្ជូនខ្លួនគាត់ទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យប៉ុន្តែនៅក្នុងថ្ងៃដដែលនោះប្រជាជនស្រាប់តែទទួលដំណឹងមកថាបុរសដែលមានឈ្មោះថាស្វីសគូម៉ានោះគាត់បានរួចខ្លួនចាកចេញពីមន្ទីរពេទ្យនិងបានធ្វើដំណើរទៅកាន់ទីក្រុងខូឡុំបូដើម្បីត្រៀមគេចខ្លួនទៅកាន់ប្រទេសស្វីសដំណឹងមួយនេះបានធ្វើឲ្យប្រជាជនខឹងសម្បាជាខ្លាំងនិងបានធ្វើបាតកម្មកាន់តែហិង្សាខ្លាំងឡើងដោយពួកគេគិតថាអាចជារដ្ឋមន្ត្រីម្នាក់នោះដែលជាអ្នករៀបគម្រោងដោះលែងបុរសដែលឈ្មោះថាស្វីសគូម៉ានោះប៉ុន្តែខាងរដ្ឋមន្ត្រីគាត់បានបដិសេធនិងបានបន្ទោសទៅកាន់ប៉ូលីសវិញដោយសារតែមានការតវ៉ាខ្លាំងពីក្រមប្រជាជនទីបំផុតជនសង្ស័យដែលមានឈ្មោះថាស្វីសគូម៉ានោះក៏ត្រូវបានប៉ូលីសចាប់ខ្លួនបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី18ខែឧសភានៅក្នុងទីក្រុងខូឡុំបូហើយការស៊ើបអង្កេតទៅលើរឿងក្តីរបស់វិទ្យានេះក៏ត្រូវបានផ្លាស់ប្ដូរទៅឲ្យខាងក្រុមអ្នកស៊ើបអង្កេតពិសេស CID ជាអ្នកធ្វើការស៊ើបអង្កេតទៅលើរឿងក្តីនេះវិញជាមួយគ្នានោះផងដែរមន្ត្រីប៉ូលីសជាន់ខ្ពស់មួយចំនួនក៏ត្រូវបានផ្លាស់ប្ដូរទៅធ្វើការនៅទីតាំងតំបន់ផ្សេងផងដែរនៅថ្ងៃទី20ខែឧសភាដែលគឺជាថ្ងៃដែលប៉ូលីសបាននាំខ្លួនជនសង្ស័យទាំង9នាក់ទៅកាន់តុលាការវាគឺជាថ្ងៃដែលបាតកម្មហិង្សាផ្ទុះខ្លាំងបំផុតអាជីវកម្មទាំងអស់តាមដងផ្លូវត្រូវបានបិទហើយក្រុមប្រជាជនបានប្រមូលផ្ដុំគ្នានៅមុខតុលាការនិងបានយកដុំថ្មគប់សម្ដៅទៅកាន់តុលាការនិងក្រុមប៉ូលីសដើម្បីទាមទារឲ្យខាងប៉ូលីសដោះលែងជនសង្ស័យបកគលមកឲ្យពួកគេវិញដើម្បីឲ្យពួកគេជាអ្នកចាត់ការដោយខ្លួនឯងពួកគេមិនមានជំនឿចិត្តទៅលើប្រព័ន្ធច្បាប់តុលាការទៀតឡើយនៅក្នុងបាតកម្មហិង្សានេះបានបង្កឲ្យទ្រព្យសម្បត្តិមួយចំនួនត្រូវបានខូចខាតដូចជាឡានប៉ូលីសជាដើមហើយប៉ូលីស4នាក់ក៏ត្រូវរងរបួសផងដែរដែលនាំឲ្យក្រុមប៉ូលីសបានបង្ខំចិត្តបង្ក្រាបទៅលើក្រុមប្រជាជនវិញដោយបាញ់នៅឧស្ម័នបង្ហូរទឹកភ្នែកហើយមនុស្សចំនួន127នាក់ក៏ត្រូវបានចាប់ខ្លួនដោយសារតែការខឹងសម្បាររបស់ប្រជាជននេះផ្ទះរបស់ជនសង្ស័យចំនួន3ខ្នងក៏ត្រូវបានដុតបំផ្លាញឆេះខ្លះអស់ផងដែរប៉ុន្តែរឿងនេះក៏វាបានបង្កឲ្យមានការព្រួយបារម្ភដោយសារតែខ្លាចថាភស្តុតាងមួយចំនួនក៏ត្រូវបាត់ទៅផងដែរណាមួយគេក៏មិនច្បាស់ដែរថាអ្នកដែលដុតនោះគឺជាប្រជាជនដែលមានកំហឹងឬក៏បកពួករបស់ជនសង្ស័យដែលដុតក្នុងចេតនាបំផ្លាញភស្តុតាងជនជាប់ចោទទាំងអស់នៅក្នុងតុលាការពួកគេមិនព្រមសារភាពទោសកំហុសឡើយដោយពួកគេព្យាយាមការពារខ្លួនថាពួកគេត្រូវទទួលរងនឹងការចោទប្រកាន់ទម្លាក់កំហុសមកលើពួកគេហើយពាក់ព័ន្ធទៅលើការចោទប្រកាន់ទៅលើស្វីសគូម៉ាថាគេគឺជាមេខ្លោងចម្បងដែលបានបង្កឧក្រិដ្ឋកម្មនេះឡើងដើម្បីថតជាវីដេអូយកទៅលក់នោះវាមានភាពស្មុគស្មាញនិងមិនច្បាស់លាស់ឡើយពីព្រោះថាភស្តុតាងជាវីដេអូនោះមិនត្រូវបានគេរកឃើញឡើយទោះបីជាមានព័ត៌មានដែលបានលើកឡើងថាមានសាក្សីដែលបានអះអាងថាគេបានដឹងនៅរឿងនោះថាវាពិតជាមានការថតវីដេអូសម្រាប់យកទៅលក់ពិតមែនហើយគេថែមទាំងទទួលរងនឹងការគំរាមកំហែងមិនឲ្យនិយាយរឿងនេះចេញទៅថែមទៀតហើយក៏មានព័ត៌មានដែលបានលើកឡើងថាក្រុមប្រជាជនដែលបានចាប់ខ្លួនស្វីសគូម៉ាបានដំបងគេនោះក៏បានរកឃើញនៅភស្តុតាងនៃវីដេអូនោះផងដែរដែលនៅពេលដែលពួកគេបកគលខ្លួនស្វីសគូម៉ាទៅឲ្យខាងប៉ូលីសពួកគេក៏បានបកគលនៅភស្តុតាងវីដេអូនោះទៅជាមួយផងដែរប៉ុន្តែក្រោយមកវីដេអូនោះវាបែរជាបាត់រកលែងឃើញទៅវិញ
យ៉ាងណាក៏ដោយសារតែភស្តុតាងនៃវីដេអូនោះមិនត្រូវបានរកឃើញគេមិនអាចចោទប្រកាន់ទៅលើស្វីសកូម៉ាហើយក៏មិនអាចបញ្ជាក់បានផងដែរថារឿងរ៉ាវនៃការថតវីដេអូដើម្បីយកទៅលក់នោះគឺជារឿងពិតឬក៏អត់តែទោះបីជាមិនមានភស្តុតាងបញ្ជាក់អំពីរឿងនេះក៏ដោយក៏ខាងក្រុមអ្នកស៊ើបអង្កេតបានរកឃើញនៅភស្តុតាងសំខាន់មួយចំនួនដែលអាចចោទប្រកាន់ទៅលើជនជាប់ចោទចំនួន7នាក់ក្នុងចំណោមជនជាប់ចោទទាំង9នាក់ថាពិតជាជាប់ពាក់ព័ន្ធនឹងករណីរំលោភនិងសម្លាប់ទៅលើវិទ្យាពិតមែនក្នុងចំណោមជនជាប់ចោទទាំង7នាក់នោះក៏មានស្វីសកូម៉ាផងដែររីឯចំណែកជនជាប់ចោទ2នាក់ផ្សេងទៀតត្រូវបានដោះលែងឲ្យរួចខ្លួនដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ចោទប្រកាន់ទៅលើពួកគេបាននៅទីបំផុតនៅរយៈពេលជាង2ឆ្នាំបន្ទាប់ពីឃាតកម្មទៅលើវិទ្យាគឺនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2017តុលាការក៏បានកាត់ទោសជនជាប់ចោទទាំង7នាក់នៅទោសប្រហារជីវិតហើយក៏បូកបន្ថែមនៅទោសជាប់គុករយៈពេល30ឆ្នាំផងដែរនិងតម្រូវឲ្យបង់ប្រាក់ចំនួន1 លានរូពីជាសំណងទៅកាន់គ្រួសាររបស់វិទ្យាពាក់ព័ន្ធនឹងបញ្ហាពុករលួយវិញខាងក្រុមអ្នកស៊ើបអង្កេត CID ក៏បានរកឃើញផងដែរថាប៉ូលីសជាន់ខ្ពស់ម្នាក់ដែលមានឈ្មោះថា Lalit Jaya Singhe គឺមានជាប់ពាក់ព័ន្ធទៅនឹងការទទួលសំណូកនិងរៀបចំផែនការឲ្យជនល្មើសដែលមានឈ្មោះថាស្វីសកូម៉ារត់គេចខ្លួនចេញពីមន្ទីរពេទ្យកាលពីពេលដែលគេត្រូវបានចាប់ខ្លួនបានដំបូងនៅក្នុងឆ្នាំ2015នោះប៉ូលីសម្នាក់នេះក៏ត្រូវបានកាត់ទោសនៅក្នុងឆ្នាំ2025ឲ្យជាប់គុករយៈពេល4ឆ្នាំនិងបង់ប្រាក់ពិន័យចំនួន50,000រូពីហើយក៏មិនមែនមានតែប៉ូលីសម្នាក់នេះដែរដែលជាប់ពាក់ព័ន្ធគេក៏បានរកឃើញផងដែរថាមានអតីតប៉ូលីសម្នាក់ទៀតដែលមានឈ្មោះថាស្រីកាច័ន្ទក៏មានជាប់ពាក់ព័ន្ធផងដែរហើយតុលាការក៏បានចេញដីកាឲ្យស្វែងរកចាប់ខ្លួនអតីតប៉ូលីសម្នាក់នេះខាងអ្នកស៊ើបអង្កេត CID ក៏បានលើកឡើងផងដែរថាជនល្មើសស្វីសកូម៉ានេះក៏បានព្យាយាមសោកប៉ាន់ពួកគេដើម្បីជួយឲ្យខ្លួនគេរួចទោសប៉ុន្តែខាង CID មិនទទួលយកសំណូកឡើយនៅក្រៅមកទៀតជនល្មើសទាំង7នាក់ក៏បានដាក់បណ្ដឹងឧទ្ធរណ៍ផងដែរប៉ុន្តែរហូតមកដល់ពេលនេះគឺមិនទាន់មានព័ត៌មានបញ្ជាក់ឡើយថាតុលាការនឹងសម្រេចទៅជាយ៉ាងណាទោះបីជាយ៉ាងណាក៏ដោយការដោះស្រាយរឿងក្តីរបស់វិទ្យានេះចាត់ទុកថាធ្វើឡើងដោយត្រឹមត្រូវយុត្តិធម៌បើប្រៀបធៀបទៅនឹងករណីមុនវាថែមទាំងបានវែងមុខនៅមន្ត្រីពុករលួយថែមទៀតនេះបានបង្ហាញពីការផ្លាស់ប្ដូរដ៏ធំក្រោមការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិថ្មីកាលពីពេលកើតហេតុភ្លាមលោកប្រធានាធិបតីបានចុះទៅសួរសុខទុក្ខគ្រួសាររបស់វិទ្យាដើម្បីបង្ហាញនៅអារម្មណ៍សោកស្ដាយហើយគាត់ក៏បានសន្យាដែរថានឹងរៀបចំឲ្យមានការដោះស្រាយរឿងក្តីនេះដោយភាពយុត្តិធម៌ប៉ុន្តែនៅពេលនោះគ្មានអ្នកណារំពឹងទុកឡើយថារឿងក្តីនេះនឹងអាចទទួលបាននូវភាពយុត្តិធម៌ពួកគេគិតថាវានឹងមានលទ្ធផលដូចទៅនឹងរឿងក្តីមុនប៉ុន្តែជាង2ឆ្នាំក្រោយមុនពេលដែលតុលាការប្រកាសសាលក្រមម្ដាយរបស់វិទ្យាគាត់បានដួលសន្លប់នៅក្នុងតុលាការហើយទីបំផុតក្រុមគ្រួសាររបស់គាត់ពិតជាអាចទទួលបាននូវយុត្តិធម៌ពិតមែនតែទោះបីជាយ៉ាងណាក៏ដោយការឈឺចាប់នៅតែបន្សល់ទុកសម្រាប់គ្រួសារមួយនេះក្នុងការដែលបាត់បង់សមាជិកជាទីស្រឡាញ់ដែលកំពុងតែមានអនាគតទៅចាស់ទៅចង់ម្នាក់ឪពុករបស់វិទ្យាដែលគាត់កំពុងតែមានជំងឺស្ទះសរសៃឈាមខួរក្បាលវាបានធ្វើឲ្យស្ថានភាពជំងឺរបស់គាត់កាន់តែដុនដាបឡើងបន្ទាប់ពីមានហេតុការណ៍នេះកើតឡើងទៅលើវិទ្យាហើយគ្រួសារនេះក៏បានសម្រេចចិត្តផ្លាស់ប្ដូរទីលំនៅទៅរស់នៅជាមួយសាច់ញាតិនៅក្នុងទីក្រុងវ៉ាវូនីយ៉ាវិញដោយសារតែមានការព្រួយបារម្ភពីសុខភាពរបស់ពួកគេក៏មិនមែនមានតែគ្រួសារនេះនោះដែរនៅមានគ្រួសារជាច្រើនផ្សេងទៀតជាពិសេសគ្រួសារដែលមានកូនស្រីពួកគេបានសម្រេចចិត្តផ្លាស់ប្ដូរទីលំនៅចាកចេញពីកោះពុនហ្គូទូដេប៊ូនេះហើយទៅរស់នៅទីកន្លែងផ្សេងដោយសារតែភាពខ្លាចរអាថានឹងអាចមានរឿងអាក្រក់កើតឡើងទៅលើសមាជិកគ្រួសាររបស់ពួកគេដូចគ្នា